គាត់ទាំង3នាក់នេះគឺជាកូនស្រីភ្លោះទី1ឈ្មោះអាណាទី2ឈ្មោះអែលសាបេឡាទី3ឈ្មោះសូហ្វៀពួកគាត់អាយុ23ឆ្នាំមិនដើរបែកគ្នាសោះទៅណាក៏ទៅជាមួយគ្នាដែរសូម្បីតែពេលដែលពួកគាត់ទៅរៀននៅសាកលវិទ្យាល័យក្នុងប្រទេសបារាំងក៏ពួកគាត់ទៅរៀនជុំគ្នាដែរពួកគាត់ស្អិតដូចស្ករអញ្ចឹងប៉ុន្តែនៅថ្ងៃទី10ខែ8ឆ្នាំ2026យើងនេះរឿងអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរទាំងអស់គឺដោយសារតែមានការរំជួយដីដ៏ខ្លាំងបំផុត 7.4 នៅក្នុងប្រទេសកូឡុំបៀនៅក្នុងទីក្រុង Cali ហើយនិង Pereira បានធ្វើឲ្យផ្ទះរាប់ពាន់ខ្នងខ្ទេចអគាររាប់រយខ្នងបានដួលរលំអាណាអេសាបេឡាហើយនិងសូហ្វៀនេះគឺពួកគេបាននៅក្នុងបន្ទប់ជួលរបស់ពួកគេដែលមានឪពុករបស់គាត់អាយុ63ឆ្នាំម្ដាយរបស់ពួកគេអាយុ61ឆ្នាំហើយនិងពូរបស់ពួកគេម្នាក់ទៀតការរំជួយដីនេះបានចាប់ផ្ដើមនៅពេលព្រឹកថ្ងៃទី10ខែ8ហ្នឹងចាគឺវារំជួយហ្នឹងគឺមិនមែនចាប់ផ្ដើមតិចតិចទេណាបងប្អូនគឺរំជួយយកខ្លាំងតែម្ដងដល់ពេលអញ្ចឹងក្រុមគ្រួសាររបស់កូនភ្លោះទាំង3នាក់នេះគឺគាត់នៅក្នុងផ្ទះរបស់គាត់មុនដំបូងគាត់អត់ចង់ចេញពីផ្ទះគាត់ទេប៉ុន្តែដោយសារតែការរំជួយដីខ្លាំងទៅគឺគេដាក់អាស្រែមខ្លាំងមែនទែនពេលដែលមានការរំជួយដីម្ដងភាគច្រើនគឺគេតែងតែណែនាំឲ្យប្រជាជនមកនៅក្រៅផ្ទះដូចជាមកឈរលើផ្លូវអីចឹងទៅព្រោះអីអាគារភាគច្រើនគឺវាបាក់ប៉ុន្តែអ្នកខ្លះគិតថាការរំជួយដីពួកគេនៅក្នុងអាគារគឺមានសុវត្ថិភាពជាងតាមការពិតអត់ត្រូវទេដល់ពេលអញ្ចឹងក្រុមគ្រួសាររបស់កូនភ្លោះទាំង3នាក់នេះគាត់មុនដំបូងនៅក្នុងផ្ទះរបស់គាត់ប៉ុន្តែក្រោយមកពួកគេក៏សម្រេចចិត្តរត់ចេញពីផ្ទះប៉ុន្តែរត់អត់ទាន់ទេឪពុកម្ដាយរបស់កូនភ្លោះទាំង3នាក់នេះគឺពួកគាត់បានកេងអោបគ្នានៅក្នុងបន្ទប់កេងចាស់ព្រោះអីគាត់ដឹងថាវាហួសពេលក្នុងការរត់ហើយអាគារនឹងក៏បាក់សង្កត់ពួកគាត់បាត់បង់ជីវិតចំណែកពូរបស់ពួកគេក៏រត់អត់ទាន់ដែរអាគារវាបាក់មកគឺថ្មសង្កត់គាត់បាត់បង់ជីវិតចំណែកអេសាបេឡាគាត់ក៏ត្រូវបានអាគារសង្កត់សូហ្វៀនេះគឺគាត់រត់មកចុះមកតាមកម្មចដាលហើយប៉ុន្តែរត់អត់ទាន់គាត់ក៏បានរត់ទៅពួននៅក្រោមកម្មចដាលតែកម្មចដាលនឹងបាក់មកវាបំបែកថ្មធ្វើឲ្យគាត់បាត់បង់ជីវិតចំណែកអាណានេះគាត់បានពួននៅក្រោមតុឈើមួយឈើធម្មតាតុឈើវារងមាំដល់ពេលអញ្ចឹងពេលដែលអាគារដួលមកនេះគាត់នៅក្រោមតុនឹងម្លោះហើយធ្វើឲ្យគាត់នេះបាក់ដៃហើយនឹងក្បាលពោះគាត់នេះត្រូវខ្លាំងប៉ុន្តែគាត់គឺជាមនុស្សតែម្នាក់គត់ដែលនៅរស់រានមានជីវិតក្រុមគ្រួសាររបស់គាត់ទាំងអស់គឺបាត់បង់ជីវិតលើកលែងតែអាណាម្នាក់អាណានេះគឺជាមនុស្សម្នាក់មានសំណាងប៉ុន្តែគាត់ត្រូវធ្វើការវះកាត់ច្រើនដងប៉ុន្តែគាត់មានសង្ឃឹមថារស់រានមានជីវិតហើយអ្នកទាំងអស់គ្នាគិតមើលថាតើការរស់រានមានជីវិតរបស់គាត់នឹងតើវាទៅជាយ៉ាងណាប្អូនស្រីរបស់គាត់2នាក់រស់នៅមួយគ្នារយៈពេល23ឆ្នាំមិនដែលបែកគ្នាសូម្បីតែម្ដងបាត់បង់ជីវិតឪពុកម្ដាយដែលស្រឡាញ់ផ្ដល់ភាពកក់ក្ដៅក៏បាត់បង់ជីវិតលោកពូដែលអាចទុកចិត្តបានក៏បាត់បង់ជីវិតតើពេលដែលអាណាគាត់ដឹងខ្លួនមកនេះគាត់នឹងមានអារម្មណ៍បែបណាដែលគិតមើលទាំងយើងទាំងគេសឹងថាសុខចិត្តស្លាប់ពេលប្រសើរជាងរស់អ្នកខ្លះទៀតមានអារម្មណ៍មួយថាខុសព្រោះអីអ្នកដតីដែលយើងចិត្តស្និទ្ធជាមួយបាត់បង់ទាំងអស់លើកលែងតែយើងគាត់គិតថាគាត់គួរតែធ្វើចេះមួយដើម្បីពួកគេរស់នៅមានជីវិតមួយគាត់ថារឿងរបស់គាត់ល្បីដោយសារតាគាត់ជាកូនភ្លោះ3នាក់រស់នៅជាមួយគ្នាចិត្តស្និទ្ធបំផុតរយៈពេល23ឆ្នាំចុងក្រោយ2នាក់ទៅបាត់នៅសល់តែម្នាក់ឯងការរំជួយដីហ្នឹងពេលដែលយើងមើលវីដេអូភេទច្រើនម្នាក់គឺគេរត់ចេញមកក្រៅផ្ទះអ្នកខ្លះស្លៀកតាលីអូទេអ្នកខ្លះបានយកឆ្កែយកឆ្មាមកតន់អីចឹងទៅបន្ទាប់មកផ្ទះពួកគាត់គឺដួលគឺថាអង់គ្លេសគេហៅ collapse បងប្អូនចាស់គឺវាកន្ទ្រប់យកតែម្ដងម្ល៉េះហើយក្រុមគ្រួសារកូនស្រីភ្លោះទាំង3នាក់នេះគាត់ព្យាយាមរត់ដែរប៉ុន្តែវាយឺតពេកម្ល៉េះហើយបើមានការរំជួយដីរំជួយអីកុំនៅក្នុងផ្ទះកុំនៅក្នុងអាគារចេញនៅក្រៅឈរនៅថ្នាក់ល្អជាងព្រោះអីអាគារភាគច្រើនពេលដែលវាក្លាប់អញ្ចឹងគឺវាសម្រាប់ពីលើមកចុះមកក្រោមចេះតែម្ដងចាំម្ល៉េះហើយយើងមានសុវត្ថិភាពក្នុងការនៅក្រៅតែបើថារឿងព្យុះរឿងអីអានឹងផ្សេង